នំបញ្ចុកទឹកប្រហុកអ្នកសៀមរាបតោះណាគេនឹករសជាតិនឹងខ្លះxe tục mua thôi nó tên nhầmខ្លួនឯងក៏បានដែរខ្ញុំទៅសៀមរាបថ្ងៃមុនញ៉ាំអត់ទាន់អស់ចិត្តទេត្រឡប់មកផ្ទះនឹកឃើញឃ្លានក៏ធ្វើញ៉ាំម្ដងទៀតអ្នកចូលចិត្តទឹកប្រហុកនំបញ្ចុកម្ហូបខ្មែរអីហ្នឹងម៉ែអត់ពិបាកទេធ្វើតែមួយផ្លែតបានញ៉ាំហីអញ្ចឹងទាំងអស់នេះគឺជាគ្រឿងផ្សំដែលខ្ញុំត្រៀមនឹងយកមកធ្វើយើងមានដូចជាថៃដែរបន្លែលក់តាមចំណង់ចំណូលចិត្តខ្ទឹមសខ្ទឹមក្រហមម្ទេសម្លេនំបញ្ចុកហើយនឹងគ្រឿងសម្រាប់ធ្វើទឹកប្រហុកមានតែ3មុខទេមានប្រហុកស្ករត្នោតហើយនឹងប៊ីចេងតោះយើងចាត់ការអាំងថៃមុនគេព្រោះម្ហូបនឹងលឿនទេពេលថៃនឹងឆ្អិនអីផ្សេងគឺឆ្អិនល្មមតានីខ្ញុំកាន់វាតិចតិចចឹងណាដើម្បីអាំងឆាប់ឆ្អិនហើយថៃខ្ញុំទិញបានថ្ងៃនេះទូជាថៃសែប៉ុន្តែសាច់ឡើងលឿងល្អហ្មងណាចំពោះខ្ទឹមសខ្ទឹមក្រហមម្ទេសគឺខ្ញុំហាន់វាឲ្យចេញជាដុំតូចៗចឹងទៅដើម្បីឲ្យតិចទៀតយើងយកវាទៅម្លីងវាងាយឡើងពណ៌កាឡាហើយវាឆាប់ឈ្ងុយល្អម្ទេសម្លេនឹងអត់ហឹលទេដាក់ឲ្យតែខាប់ទឹកប្រហុកទេតែបើសិនជាបងប្អូនចង់ហឹលណាអាចបន្ថែមបន្ថយម្ទេសអាហឹលយើងហ្នឹងតាមចំណង់ចិត្តបន្ថែមបានខ្ញុំដាក់2គ្រាប់ហើយយើងធ្វើការម្លីងវាប្រហែលជា 4-5 នាទីឲ្យវាឡើងពណ៌កាឡាឲ្យវារៀងក្រៀមតិចៗអញ្ចឹងណាបន្ទាប់មកបងប្អូនអាចយកគ្រឿងហ្នឹងទៅបុកក៏បានឬមួយក៏ដាក់ម៉ាស៊ីនក្លុកដាក់ទឹកដូចខ្ញុំចាស់ក៏បានដែរលឿនតោះឥឡូវយើងត្រៀមមកធ្វើទឹកប្រហុកអញ្ចឹងខ្ញុំមានជាមួយនឹងស្ករត្នោតប្រហុកហើយនឹងគ្រឿងដែលយើងក្លុកបាញ់មិញណាជាមួយនឹងជំនួយការពិសេសដែលជួយឲ្យអាហារមានរសជាតិឆ្ងាញ់គឺប៊ីចេងស្លាបព្រាមាសដែលជាផលិតផលរបស់ខ្មែរយើងហ្មងណាបងប្អូនហើយខ្ញុំពិតជាចាប់អារម្មណ៍ទៅលើរចនាបថដែលមាននៅលើកញ្ចប់នេះតែម្ដងធ្វើមកលក្ខណៈថាបែបអត្តសញ្ញាណខ្មែរហ្មងសូម្បីតែសភាវិញក៏មានក្បាច់ខ្មែរដែរធ្វើម្ហូបខ្មែរហើយគ្រប់ត្រជាមួយផលិតផលខ្មែរទៀតតោះឥឡូវយើងចាត់ការដាក់ស្ករត្នោតចូលមុនគេដើម្បីឲ្យវាលាយមុនគេអញ្ចឹងណាអញ្ចឹងយើងរៀងកូរវាបន្តិចរហូតដល់វាឡើងក្រហមអញ្ចឹងទៅយើងដាក់ជាមួយនឹងប្រហុកចូលហើយសម្រាប់បរិមាណវិញខ្ញុំអត់មានបរិមាណជាក់ស្ដែងច្បាស់លាស់ទេបងប្អូនខ្ញុំស្មានដែរប៉ុន្តែខ្ញុំដាក់ប្រហុកហ្នឹងប្រហែលជាមួយវែកបាយហើយស្ករត្នោតហ្នឹងប្រហែលជាមួយវែកបាយកន្លះហើយប្រហុកហ្នឹងខ្ញុំប្រើប្រហុកសាច់ចាស់តែបើសិនជាប្រើប្រហុកឆ្អឹងដូចខ្ញុំច្រាមឲ្យម៉ត់ទៅអញ្ចឹងពេលប្រហុកឡើងឈ្ងុយហើយយើងចាក់គ្រឿងដែលយើងក្លុកបាញ់មិញហ្នឹងចូលមកទៀតមកហើយខ្ញុំបន្ថែមទឹកបន្តិចព្រោះដោយសារតែមិញហ្នឹងពេលដែលខ្ញុំក្លុកខ្ញុំដាក់ទឹកមកច្រើនហើយតែបើសិនជាអ្នកដែលគាត់បុកគ្រឿងអាហ្នឹងគាត់ដាក់ទឹករៀងច្រើនតិចមកប៉ុន្តែកុំឲ្យវារាវពេកកុំឲ្យវាខាប់ពេកអញ្ចឹងយើងអត់មានបន្ថែមគ្រឿងផ្អែមប្រៃអីទៀតទេខ្ញុំបន្ថែមប៊ីចេងប្រហែលជាមួយសភាកាហ្វេកន្លះដើម្បីបន្ថែមឲ្យរសជាតិកាន់តែឆ្ងាញ់ហើយណាមួយទឹកប្រហុកយើងច្រើនដែរចង់កន្លះខ្ទះដែរហ្នឹងហើយប៊ីចេងស្លាបព្រាមាសនេះគឺផលិតពីវត្ថុធាតុដើមធម្មជាតិដូចជាដំឡូងអំពៅជាដើមទាំងគុណភាពទាំងការវេចខ្ចប់គឺស្របទៅតាមស្តង់ដារសុវត្ថិភាពចំណីអាហារហ្មងខ្ញុំមកពិតជាគ្រប់គ្រងហើយនឹងមានមោទនភាពមែនតើសម្រាប់ brand ដែលបង្កើតឡើងដោយកូនខ្មែររួចរាល់ហើយបងប្អូនទឹកប្រហុកយើងនិយាយពីថាក្លិនឈ្ងុយហ្មងឈ្ងុយឯងបងប្អូនមើលវីដេអូហ្នឹងអូយបាបខ្ញុំជាពិសេសអ្នកមើលវីដេអូហ្នឹងពេលយប់អីទៀតទឹកប្រហុកយើងឡើងទំនងហ្មងណាហើយបងប្អូនធ្វើរាវប្រហែលប៉ុណ្្នឹងមិនណាតោះឥឡូវយើងមកសបបន្លែលក់វិញម្ដងដោយសារតែបន្លែសម្រាប់ញ៉ាំនំបញ្ចុកទឹកប្រហុកហ្នឹងគឺរៀងខុសពីបន្លែសម្រាប់ញ៉ាំនំបញ្ចុកស្លប្រហាតិចតួចអញ្ចឹងយើងមានបន្លែខ្លះដែលត្រូវសោះសិនហើយសោះទៅក៏ល្អដែរបងប្អូនបានញ៉ាំបន្លែឆ្អិនផងហើយបន្លែខ្ញុំថ្ងៃនេះមានផ្កាកណាសមានសណ្តែកគួរស្ពៃក្តៅពោតបារាំងស្អំហើយនឹងផ្កាកផ្លោកប៉ុន្តែបើផ្កាកផ្លោកខ្ញុំអត់សោះទេហើយបើបងប្អូនចង់បន្ថែមដូចជាតកួនសផ្កាស្នោឬមួយក៏តសក់អីអញ្ចឹងអាចបន្ថែមបានតាមចំណង់ចំណូលចិត្តហើយមួយទៀតដែរនំបញ្ចុកក៏យើងត្រូវការសោះដែរណាបងប្អូននិយាយទៅខ្ញុំដឹងតែអានឹងវាឆ្អិនស្រាប់ហើយគ្រាន់តែវានៅរៀងហឹងព្រោះធម្មតាអានឹងគេយកទៅញ៉ាំជាមួយនឹងបញ្ចុកស្លប្រហាស្លអីអញ្ចឹងអាមួយយើងសូបជាមួយនឹងទឹកស្លតែអានេះគឺយើងគ្រាន់តែយកទឹកប្រហុកនឹងសូទេអញ្ចឹងបើយើងសោះវាឲ្យទន់ហើយឲ្យលាច្បាយអានឹងសួរស្រោចទឹកប្រហុកហើយញ៉ាំទៅឆ្ងាញ់ជាងយើងអត់សោទៀតអញ្ចឹងយើងសោះមើលតាមមកល្មមថាវាលាចេញពីគ្នាអស់អញ្ចឹងណាបងប្អូននំបញ្ចុកទឹកប្រហុកយើងរួចរាល់ជាស្ថាពរហើយមិនដែរបងប្អូនតំណងអត់ម្ហូបឆ្ងាញ់ហើយតែបើយើងចេះរៀបចំឲ្យមានសោភ័ណភាពចឹងវាកាន់តែបង្កើនរសជាតិមកកម្រិតទៀតចឹងណាហើយនំបញ្ចុកហ្នឹងគេញ៉ាំរបៀបញោមគេមិនញ៉ាំរបៀបផ្ទាប់ទេណាខ្ញុំប្រាប់ឲ្យហើយព្រោះដោយសារតែខ្ញុំពីដំបូងខ្ញុំអត់ដឹងថាគេញ៉ាំមិនទេអញ្ចឹងបងប្អូនដាក់នំបញ្ចុកដាក់បន្លែដាក់សាច់ហើយយើងសូទឹកប្រហុកយើងមកល្មមមកអញ្ចឹងហើយបានទឹកប្រហុកខ្ញុំអត់ឲ្យវារាវពេកអត់ឲ្យវាខាប់ពេកទេព្រោះយើងក៏អត់សូបដូចស្លដែរហើយមួយទៀតកុំភ្លេចឲ្យសោះគឺច្បាច់ម្ជូរក្រូចផងបងប្អូនព្រោះអីអានឹងតតាប្រៃផ្អែមជូរហឹលបានឆ្ងាញ់ប៊ីចេងស្លាបព្រាមាសពិតជាបន្ថែមនៅរសជាតិអាហារកាន់តែឆ្ងាញ់គ្រប់មុខតែម្ដងហើយឥឡូវគឺមានលក់នៅទីផ្សារណាកុំភ្លេចជួយគាំទ្រផលិតផលក្នុងស្រុកយើងផងណាពុកម៉ែបងប្អូន